ខ្សែទឹកខាងក្នុងនរិនរាំងសីពីជ័យចិត្តបុត្រជាទទួលបានការឧបត្ថម្ភដល់ពងពោះពីសម្ដេចកលាហោមចាសខេងឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រដែលឥឡូវហ្នឹងបដូរមកនៅខ្សែទឹកខាងក្នុងការពីជើងទី1ទទួលបានព្រៀបឈ្នះម្ដងចាទៅលើសវណ្ណរាជសីបារមីបន្ទាយមហានគររបស់ឯកឧត្តមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មចារុក្ខាប្រមាញ់និងនេសាទចាញ់ម្ដងឯកឧត្តមកាលពីជើងទី1ចាញ់ទូករបស់សម្ដេចកលាហោមនរិនរាំងសីពីជ័យចិត្តបុត្រនេះល្អមែនតើល្អណាទូកនេះល្អហែកណាស់បាទប៉ុន្តែដូចមានការប្រែប្រួលបន្តិចខ្សែទឹកខាងក្រៅហាក់ដូចជានាំមុខបាញ់មិញបាទនាំមុខតែឥឡូវអត់នាំមុខទេសម្រួចមកទៀតហើយនរិនសម្រួចគោលដៅមកឈ្មោះទៅរកទីប្រត់វិញហើយចានរិនរាំងសីជ័យចិត្តបុត្របាទទូកនេះល្អណាស់ចំណុះនេះចំណុះកូនក្រោលទៀតបាទល្អទាំងអស់ណាចំណុះអត់ដូរទេចំណុះកូនក្រោលបានន័យថាអ្នកដែលរស់នៅស្រុកភូមិនឹងតែម្ដងស្រុកភូមិនឹងតែម្ដងបាទទូកថាមែនគឺលឿនណាស់មកដល់ទីទទួលបានជ័យជំនះជាលើកទី2ជើងទី2រដ្ឋាភិបាលបន្តវេនដែលដឹកនាំដោយសម្ដេចធិបតីហ៊ុនម៉ាណែតក៏កំពុងតែដឹកនាំប្រកបដោយភាពស្វាហាប់និងប្រកបដោយធម្មភាពបន្តពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដើម្បីធ្វើការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនផងដែរសរុប174លានរៀលព្រះរាជអំណោយរបស់ព្រះករុណាចោមម្ចាស់ជីវិតលើកត្បូងនិងសម្ដេចព្រះមហាក្សត្រីព្រះវររាជមេត្តាជាតិខ្មែរប្រពរាជទានលើកទឹកចិត្តដល់អ្នកចូលរួមបម្រើការងារនៅក្នុងព្រះរាជពិធីបុណ្យអង្គទូបណ្ដែតប្រទីបសំពះព្រះខែនិងអអំបុកក្រុមអ្នកទូងស្គរ4នាក់ក្នុងម្នាក់ចំនួន200,000រៀលសរុបថាវិការបាទឥឡូវយើងបន្តទេសនានៅគូទី131បាទគូទី131បាទយើងចាប់យកពេលនេះដោយសារថាឥឡូវដល់ទីមកហើយចាំយើងជម្រាបជូនលទ្ធផលនៅពេលក្រោយរតនកុមារដែលចូលសែនជ័យការវិស័យទឹកទី1ទទួលបានជ័យជំនះឥឡូវបដូរទៅខាងក្រៅក៏នៅតែបន្តនាំមុខដាច់បាទទៅលើរតនៈសង្គមពងពាយអណ្ដែតសែនជ័យចាពេលបងទូកលេខ161ចាំបាញ់មិញបដូរទៅនៅខ្សែទឹកខាងក្រៅនៅតឡឯករបស់ឯកឧត្តមបណ្ឌិតម៉ៅភិរុននិងលោកជំទាវចាឈ្នះទៀតហើយឯកឧត្តមទាំងពីរជើងតែម្ដងចាឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកណ្ដាលឯកឧត្តមម៉ៅភិរុនចានាងខ្ញុំសូមអនុញ្ញាតជម្រាបជូនទូកដែលមកដល់តែម្ដងដោយសារកាលពីទូគូមុនហ្នឹងចាប់បានហើយចាញ់ឈ្នះតែចាំជម្រាបជូនចាជម្រាបជូនបាទពេលក្រោយដោយសារឥឡូវនេះមកកាត់បង្កើតគ្នាហើយពងល្អមើលបាទពងល្អមើលនេះបាទបវរធិបតីបារមីប្រាសាទអាជារាជធានីភ្នំពេញបច្ចេកអធិការសំស៊ីមបាទឥឡូវយើងឃើញថាបដូរមកខ្សែទឹកខាងក្នុងក៏នៅតែបន្តចាញ់បងដដែលបាទចាញ់បងដដែលទេមហិទ្ធរិទ្ធនាគរាជសំណាងធិបតីសែនជ័យរដ្ឋគ្រូចៅអធិការវត្តផងដែរវត្តមហាមង្គលចាំមហាសៀកបាទចានៅតែបន្តបាទមិនទាន់ឈ្នះទេមិនទាន់ឈ្នះបាទ
បាទឥឡូវជំរាបជូនលទ្ធផលខ្លះដូចមិញបាទការពីគូទី126នោះគឺអធិរាជកងពេជ្រកងតានឹងសែនជ័យទទួលបានជ័យជំនះទាំងពីរជើងតែម្ដងបាទទៅលើបាទទូកក្រចេះក្រុងថ្មីសម័យតេជោចាហើយទូគូទីចាឥឡូវសុំបន្តបងប្អូនសុំអធិស្ឋានសុំចាប់យកទូគូទី134ទូគូពិសេសជប់ច័ន្ទសែនជ័យបដូរទៅនៅខ្សែទឹកខាងក្រៅលេខសុំបាទគូទី135ទេចា35បាទគឺខ្សែទឹកខាងក្នុងកំពូលពេជ្រទាបាញ់សែនជ័យបាទឈ្នះការប្រជើងទី1ឥឡូវជើងទី2ដាច់ទៀតហើយទទួលការឧបត្ថម្ភពីសម្ដេចវិជ័យសេនាទាបាញ់បាទឥឡូវយើងឃើញហើយបន្តទទួលបានជ័យជំនះទៅលើបារមីពូមាតេជោសែនជ័យរបស់អង្គញាងសៀពលត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសព្រះអង្គមានព្រះវត្តមានដ៏ខ្ពង់ខ្ពស់នៅក្នុងឱកាសនៃការយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងព្រឹត្តិពិធីបុណ្យអុំទូកម្ដាយប្រទីបអបមកនឹងសំភារព្រះខែក្នុងថ្ងៃទី1នេះទឹកខាងក្នុងចាសារ៉ាត់សែនជ័យបារមីតុងសហ្នឹងមួយជើងម្នាក់សូមចាប់គូជាបន្តស្រីសគូទី127បាទដូនពេញសែនជ័យការពិសេសជើងទី1ខ្សែទឹកខាងក្រៅទទួលបានជ័យជំនះទទួលបានការឧបត្ថម្ភពីសម្ដេចបាទគណៈមហាសេនាបតីតេជោសែនឥឡូវដូងខ្សែទឹកនៅខាងក្នុងក៏ដកល្អដែរបាទទៅលើព្រះអណ្ដូងសែនជ័យរបស់អាយដាមផ្សេងទៀតលោកជំទាវតាមការពិជើងទី1ឥឡូវមកតាមជើងទី2ទៀតតាមទៀតបាទតាមនឹងអត់តាន់ទេបាទឥឡូវនេះពាក់កណ្ដាលទុកហើយលោកជំទាវអត់តាន់ឈ្នះទេបាទអត់តាន់ឈ្នះទេដោយសារដូនពេញសែនជ័យមកពីខាងវត្តបទុមបដីរបស់សម្ដេចតេជោបាទឥឡូវយើងជិះបាទត្រឡប់ទៅគូ139វិញបង139បាទឆ្លងផុតកំពាន់ទី2ហើយច័ន្ទរះធិបតីបារមីតេជោរបស់ចៅអធិការវត្តនិងចំណុះវត្តបាទគឺវត្តវរិនបាទវត្តវរិនកងមាសនោះបាទខ្ចៅកងមាសបាទឥឡូវកំពុងតែបាទចាញ់បងបាទទៅលើស្រីសសវណ្ណពេជ្រមនីបាទវាស្បូវបាទពីរៀងព្រីវែងអាចទៅថាមិនដាច់ទេអាចតោងជាប់បាទសម្រាប់គូនេះបាទជើងទី1ក៏មិនទទួលបានជ័យជំនះជើងទី2ក៏ល្អដែរនៅតែល្អប៉ុន្តែអត់ដាច់មែនគឺតោងក្បាលនឹងសរសៃអាចដូចថាមកសកត់ត្រឹមតាប្រមាណខ្ទង់នេះចាចាអូច្រើនដែរបងច្រើនណាស់បាទឥឡូវយើងបន្តទៅគូ